សូមអនុមោទនាស្ដាប់នៅការអានមេលន្ទបញ្ហាភាគ3នៅក្នុងកាន់ទី5វគ្គទី3វេសន្តរវគ្គជាបន្តបញ្ហាទី2តុក្ករការិកបញ្ហាព្រះគុណម្ចាស់នាគសេនព្រះពោធិសត្វរមែងធ្វើតុក្ករកិរិយាគ្រប់ព្រះអង្គឬចំពោះតែព្រះសមណគោតមពោធិសត្វប៉ុណ្ណោះធ្វើតុក្ករកិរិយាសូមថ្វាយព្រះពរមហាបពិតព្រះពោធិសត្វទាំងឡាយមិនបានធ្វើតុក្ករកិរិយាគ្រប់ព្រះអង្គនោះទេចំពោះតែព្រះគោតមពោធិសត្វប៉ុណ្ណោះធ្វើតុក្ករកិរិយាព្រះគុណម្ចាស់នាគសេនប្រសិនបើព្រះពោធិសត្វនៅមានភាពខុសគ្នាជាមួយព្រះពោធិសត្វអង្គដតីយ៉ាងនេះរមែងមិនត្រឹមត្រូវសូមថ្វាយព្រះពរព្រះពោធិសត្វរមែងមានភាពខុសគ្នាជាមួយនឹងព្រះពោធិសត្វអង្គដតីដោយឋានៈ4យ៉ាងដោយឋានៈ4អ្វីខ្លះភាពខុសគ្នាដោយត្រកូលមួយភាពខុសគ្នាដោយសេចក្តីព្យាយាមមួយភាពខុសគ្នាដោយអាយុមួយភាពខុសគ្នាដោយទំហំព្រះវរកាយមួយសូមថ្វាយព្រះពរព្រះពោធិសត្វរមែងមានភាពខុសគ្នាជាមួយនឹងព្រះពោធិសត្វដោយឋានៈ4យ៉ាងទាំងនេះសូមថ្វាយព្រះពរព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់មិនខុសគ្នាដោយរូបដោយសិលដោយសមាធិដោយបញ្ញាដោយវិមុតតិញ្ញាណទេសនៈដោយវេសារច្ចញ្ញាណ4ដោយព្រះញាណដែលជាកម្លាំងរបស់ព្រះតថាគត10ដោយព្រះញាណដែលមិនសាធារណៈ6ដោយពុទ្ធញាណ14ដោយពុទ្ធធម៌18និងដោយព្រះពុទ្ធគុណទាំងអស់នោះទេព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់ជាអ្នកស្មើគ្នាដោយព្រះពុទ្ធធម៌ទាំងឡាយនេះព្រះគុណម្ចាស់នាគសេនប្រសិនបើព្រះពុទ្ធអង្គទោះបីគ្រប់ព្រះអង្គទ្រង់ជាអ្នកស្មើគ្នាដោយព្រះពុទ្ធធម៌ទាំងឡាយពិតមែននោះព្រោះហេតុអ្វីចំពោះតែព្រះគោតមពោធិសត្វប៉ុណ្ណោះទ្រង់ធ្វើតុក្ករកិរិយាទៅវិញព្រះនាគសេនសូមថ្វាយព្រះពរនៅពេលញាណមិនទាន់ចាស់ក្លានៅពេលធម៌សម្រាប់ត្រាស់ដឹងនៅមិនទាន់ចាស់ក្លាព្រះគោតមពោធិសត្វយាងចេញសាងព្រះភ្នោះហើយទ្រង់ក៏ធ្វើតុក្ករកិរិយាដោយទ្រង់មានបំណងបន្ទុំព្រះញាណព្រះគុណម្ចាស់នាគសេនព្រោះហេតុអ្វីនៅពេលព្រះញាណមិនទាន់ចាស់ក្លានៅពេលធម៌សម្រាប់ត្រាស់ដឹងមិនទាន់ចាស់ក្លាព្រះពោធិសត្វនៅយាងសាងព្រះភ្នោះទៅវិញគួរតែបន្ទុំព្រះញាណរហូតដល់ចាស់ក្លាសិនសឹមចេញសាងព្រះភ្នោះមិនថាអ៊ីចឹងឬសូមថ្វាយព្រះពរព្រះពោធិសត្វទាត់ព្រះនេតឃើញពួកស្រីស្នំដែលមានអាការៈវិបរិតហើយទ្រង់ជាអ្នកមានវិបដិសារៈភាពក្តៅក្រហាយចិត្តភាពមិនសប្បាយចិត្តព្រះអង្គទ្រង់មានព្រះវិបដិសារៈទ្រង់កើតសេចក្តីមិនរីករាយចិត្តទេវបុត្រដែលជាពួកមាមួយរូបឃើញចិត្តដែលមិនរីករាយកើតឡើងគិតថានេះជាពេលដែលយើងនឹងបន្ថយចិត្តដែលធុញទ្រាន់ដូចនេះឈរបន្លឺពាក្យនេះនៅលើវេហាថាលោកនិរតុកសូមកុំអាលធុញទ្រាន់អីក្នុងថ្ងៃទី7រាប់ចាំតាំងពីថ្ងៃនេះទៅចក្រកៅទឹកនឹងប្រកាសចំពោះអ្នកជាចក្រកៅដែលមានកម្លាំងដល់ទៅ1000ព្រមទាំងកង់ព្រមទាំងផ្លូវបរិបូរដោយអាការៈទាំងពួងរតនៈទាំងឡាយដែលនៅលើផែនដីនិងនៅលើអាកាសនឹងមករកអ្នកដោយខ្លួនឯងតែម្ដងអ្នកនឹងមានអំណាចប្រព្រឹត្តទៅក្នុងមហាទ្វីបទាំង4ដែលមានទ្វីបតូច2000ជាបរិវារដោយការបន្លឺវាចាតែមួយដងហើយអ្នកនឹងមានបទច្រើនជាង1000នាក់ដែលសុទ្ធតែក្លាហានអង្អាចញោមញីកងទ័ពបច្ចាមិត្តបានខ្លួនអ្នកដែលកកដោយបទទាំងនោះប្រកបព្រមដោយរតនៈទាំង7ហើយនឹងគ្រប់គ្រងទ្វីបទាំង4បានដូចនេះសូមថ្វាយព្រះពរព្រះបីដូចដៃស្រួចដែលគេដុតភ្លើងពេញមួយថ្ងៃរមែងទម្លុះត្រចៀកធ្លុះចូលទៅដុតកំឡោចបានគ្រប់ភ្នែកយ៉ាងណាពាក្យរបស់ទេវតានោះក៏ទម្លុះត្រចៀកព្រះពោធិសត្វយ៉ាងនោះដែរព្រោះហេតុនោះព្រះពោធិសត្វដែលធុញទ្រាន់ស្រាប់ហើយតាមធម្មតាលោកបានលើពាក្យរបស់ទេវតានោះក៏រត់តែធុញទ្រាន់ស្លុតចិត្តដល់នៅភាពញាប់ញ័រចិត្តកាន់តែខ្លាំងទៅទៀតយ៉ាងនោះដែរសូមថ្វាយព្រះពរព្រះបីដូចកំណោភ្លើងធំដែលឆេះសន្ធោសន្ធៅ
ប្រើឈើស្ងួតដតីទៀតដាក់ចូលទៅនឹងរឹតតែឆេះសន្ធោសន្ធៅកាន់តែខ្លាំងយ៉ាងណាសូមថ្វាយព្រះពរព្រះពោធិសត្វដែលធុញទ្រាន់ស្រាប់ហើយតាមធម្មតាលោកបានឮពាក្យរបស់ទេវតានោះក៏រឹតតែធុញទ្រាន់ស្លុតចិត្តដល់នៅភាពញាប់ញ័រចិត្តកាន់តែខ្លាំងទៅទៀតយ៉ាងនោះដែរសូមថ្វាយព្រះពរព្រះបីដូចដីដែលសាមស្រាប់ហើយតាមធម្មតាមានស្មៅខៀវខ្ចីកាត់ឡើងពេលទឹកភ្លៀងធ្លាក់សោះស្រេចជានិច្ចក៏កើតជាភក់នៅពេលមានភ្លៀងធំធ្លាក់ខ្លាំងមកទៀតនឹងកាន់តែคล้ายជាភក់ខ្លាំងថែមទៀតយ៉ាងណាសូមថ្វាយព្រះពរព្រះពោធិសត្វដែលធុញទ្រាន់ស្រាប់ហើយតាមធម្មតាលុះបានឮពាក្យរបស់ទេវតានោះក៏រឹតតែធុញទ្រាន់ស្លុតចិត្តដល់នៅភាពញាប់ញ័រចិត្តកាន់តែខ្លាំងទៅទៀតយ៉ាងនោះដែរព្រះគុណម្ចាស់នាគសេនប្រសិនបើក្នុងថ្ងៃទី7ចក្រកែវទិព្វនឹងកើតឡើងចំពោះព្រះពោធិសត្វពិតមែននោះព្រះពោធិសត្វនឹងយាងត្រឡប់មកធ្វើចក្រកែវទិព្វឲ្យកើតឡើងឬទេសូមថ្វាយព្រះពរនៅថ្ងៃទី7ចក្រកែវទិព្វនឹងមិនកើតឡើងចំពោះព្រះពោធិសត្វទេប៉ុន្តែគ្រាន់តែជាសម្ដីដែលទេវតាត្រូវការលួងលោមចិត្តរូបនោះពលកុហកសូមថ្វាយព្រះពរប្រសិនបើក្នុងថ្ងៃទី7ចក្រកែវទិព្វនឹងកើតឡើងមែននោះព្រះពោធិសត្វបន្ទាប់ពីទ្រង់សម្រេចព្រះសម្មាសម្ពោធិញ្ញាណហើយក៏នឹងមិនយាងត្រឡប់មកវិញទេព្រោះហេតុអ្វីសូមថ្វាយព្រះពរព្រះពោធិសត្វទ្រង់បានជាក់ច្បាស់យ៉ាងមាំហើយថាមិនទៀងទ្រង់បានជាក់ច្បាស់យ៉ាងមាំហើយថាជាទុក្ខជាអនត្តាទ្រង់ជាអ្នកបានសម្រេចដល់ធម៌ដែលអស់ទៅនៃឧបាទានហើយសូមថ្វាយព្រះពរព្រះបីដូចទឹកពីស្រះអនតតៈរមែងហូរចុះទៅកាន់ទន្លេគង្គាទឹកពីទន្លេគង្គារមែងហូរទៅកាន់មហាសមុទ្រទឹកពីមហាសមុទ្ររមែងហូរចុះទៅកាន់មាត់បាដាលសូមថ្វាយព្រះពរប៉ុន្តែទឹកដែលដល់មាត់បាដាលហើយនោះនឹងហូរត្រឡប់ទៅកាន់មហាសមុទ្រវិញទឹកពីមហាសមុទ្រនឹងហូរទៅកាន់ទន្លេគង្គាទឹកពីទន្លេគង្គានឹងហូរទៅកាន់ស្រះអនតតៈទៀតឬទេមិនទេព្រះគុណម្ចាស់នាគសេនសូមថ្វាយព្រះពរមហាបពិតឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរព្រះពោធិសត្វទ្រង់បន្ទុំកុសលអស់4អសង្ខ័យនិង100,000មហាកប្បព្រោះហេតុនៃភពដែលនឹងបានសម្រេចជាព្រះពុទ្ធនេះព្រះពោធិសត្វនោះទ្រង់មានភពនេះជាភពចុងក្រោយទ្រង់នឹងសម្រេចព្រះពោធិញ្ញាណដែលចាស់ក្លាតាមលំដាប់ប្រើពេល6ឆ្នាំក៏នឹងសម្រេចជាព្រះសាបញ្ញុពុទ្ធទ្រង់ជាកម្ពូលបុគ្គលក្នុងលោកសូមថ្វាយព្រះពរប៉ុន្តែព្រះពោធិសត្វនឹងត្រឡប់មកវិញព្រោះហេតុនៃចក្រកែវទៀតឬទេមិនទេព្រះគុណម្ចាស់នាគសេនសូមថ្វាយព្រះពរទោះផែនដីដ៏ធំធេងព្រមទាំងព្រៃព្រមទាំងភ្នំនិងប្រែត្រឡប់ផែនដីក្តីព្រះពោធិសត្វទ្រង់មិនសម្រេចព្រះសម្មាសម្ពោធិញ្ញាណទ្រង់ក៏នឹងមិនវិលត្រឡប់មកវិញដែរសូមថ្វាយព្រះពរប្រសិនបើទឹកក្នុងទន្លេគង្គានឹងហូរបញ្ច្រាស់ចរន្តក្តីព្រះពោធិសត្វទ្រង់មិនសម្រេចព្រះសម្មាសម្ពោធិញ្ញាណទ្រង់ក៏នឹងមិនវិលត្រឡប់មកវិញដែរសូមថ្វាយព្រះពរប្រសិនបើមហាសមុទ្រដែលជាទីទទួលបរិមាណទឹករកប្រមាណមិនបាននឹងហូរទៅក្តីដោយទឹកក្នុងស្នាមជើងគោក្តីព្រះពោធិសត្វទ្រង់មិនសម្រេចព្រះសម្មាសម្ពោធិញ្ញាណទ្រង់ក៏នឹងមិនវិលត្រឡប់មកវិញដែរសូមថ្វាយព្រះពរប្រសិនបើភ្នំសេនេរុដែលបែកជា100ចម្រៀកឬ1000ចម្រៀកក្តីព្រះពោធិសត្វទ្រង់មិនសម្រេចព្រះសម្មាសម្ពោធិញ្ញាណទ្រង់ក៏នឹងមិនវិលត្រឡប់មកវិញដែរសូមថ្វាយព្រះពរប្រសិនបើព្រះច័ន្ទព្រះអាទិត្យព្រមទាំងដួងតារានឹងធ្លាក់មកលើផែនដីដោយដុំថ្មក្តីព្រះពោធិសត្វទ្រង់មិនសម្រេចព្រះសម្មាសម្ពោធិញ្ញាណទ្រង់ក៏នឹងមិនវិលត្រឡប់មកវិញដែរសូមថ្វាយព្រះពរប្រសិនបើអាកាសនឹងមូរចូលគ្នាដោយកន្ទេលក្តីព្រះពោធិសត្វទ្រង់មិនសម្រេចព្រះសម្មាសម្ពោធិញ្ញាណទ្រង់ក៏នឹងមិនវិលត្រឡប់មកវិញដែរសួរថាព្រោះហេតុអ្វីឆ្លើយថាព្រោះទ្រង់បំផ្លែងធម៌គ្រឿងចងសត្វទុកទាំងពួងបានហើយព្រះគុណម្ចាស់នាគសេនធម៌គ្រឿងចងសត្វទុក
ក្នុងលោកមានប៉ុន្មាន សូមថ្វាយព្រះពរធម៌គ្រឿងចងសត្វទុកមាន10យ៉ាងទាំងនេះជាហេតុឲ្យសត្វត្រូវចងជាប់ហើយมันអាចឈានជើងចេញទៅបានពីកាមពីផ្ទះទោះបីឈានជើងចេញទៅហើយក៏ត្រូវវិលត្រឡប់មកវិញ10យ៉ាងអ្វីខ្លះគឺ1មេដាចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក2បៃតាចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក3ភរិយាចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក4បុត្រចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក5ញាតិចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក6មិត្តចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក7ទ្រព្យចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក8លាភសក្ការៈចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក9អិសរិយយុចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោក10កាមគុណ5ចាត់ទុកជាធម៌គ្រឿងចងសត្វទុកក្នុងលោកសូមថ្វាយព្រះពរធម៌គ្រឿងចងសត្វទុកក្នុងលោកមាន10ប្រការទាំងនេះជាហេតុឲ្យសត្វដែលត្រូវចងជាប់ហើយក៏មិនអាចឈានចេញទោះបីឈានចេញទៅហើយក៏ត្រូវត្រឡប់មកវិញសូមថ្វាយព្រះពរព្រះពោធិសត្វបានកាត់បំផ្លាញគ្រឿងចងសត្វទុក10យ៉ាងនេះបានព្រោះហេតុនោះទើបមិនយាងត្រឡប់មកវិញទេព្រះគុណម្ចាស់នាគសេនប្រសិនបើនៅពេលមានចិត្តមិនរីករាយកើតឡើងនៅពេលញៀននៅមិនទាន់ចាស់ខ្លានៅពេលចំណេះដឹងនៅមិនទាន់ចាស់ខ្លាព្រះពោធិសត្វក៏យាងចេញសាងព្រះភ្នូតាមពាក្យទូលរបស់ទេវតានោះប្រយោជន៍អ្វីដោយទុក្ករកិរិយាដែលទ្រង់ធ្វើទាំងនោះព្រះអង្គទ្រង់ជាអ្នកសោយព្រះក្រយាហារាល់ថ្ងៃទ្រង់ក៏រងចាំភាពចាស់ខ្លានៃញៀនបានមិនថាអ៊ីចឹងឬបុគ្គល10ប្រភេទនេះជាអ្នកដែលគេមើលងាយមើលថោកតេះដៀលនរណាក៏មិនកោតក្រែងក្នុងលោក10ប្រភេទអ្វីខ្លះសូមថ្វាយព្រះពរគឺ1សត្រីមេម៉ាយជាអ្នកដែលគេមើលងាយមើលថោកតេះដៀលនរណាក៏មិនកោតក្រែងក្នុងលោក2មនុស្សទន់ជ្រាយជាអ្នកដែលគេមើលងាយលាក់3អ្នកដែលប្រះចាកញាតិមិត្តជាអ្នកដែលគេមើលងាយលាក់4អ្នកល្មមស៊ីជាអ្នកដែលគេមើលងាយលាក់5អ្នកដែលនៅក្នុងត្រកូលដែលមិនគូគោរពជាអ្នកដែលគេមើលងាយលាក់6អ្នកសេពគប់មនុស្សពីលជាមិត្តជាអ្នកដែលគេមើលងាយលាក់7អ្នកខ្សោយទ្រព្យជាអ្នកដែលគេមើលងាយលាក់8អ្នកខ្សោយការប្រព្រឹត្តជាអ្នកដែលគេមើលងាយលាក់9អ្នកខ្សោយការងារជាអ្នកដែលគេមើលងាយលាក់10អ្នកខ្សោយសេចក្តីព្យាយាមជាអ្នកដែលគេមើលងាយមើលថោកតេះដៀលនរណាក៏មិនកោតក្រែងក្នុងលោកសូមថ្វាយព្រះពរបុគ្គល10ប្រភេទនេះជាអ្នកដែលគេមើលងាយលាក់នរណាក៏មិនកោតក្រែងក្នុងលោកសូមថ្វាយព្រះពរនៅពេលព្រះពោធិសត្វទ្រង់មើលឃើញឋានៈ10ប្រការទាំងនេះក៏កំណត់ព្រះទ័យយ៉ាងនេះថាសូមឲ្យយើងកុំបីជាអ្នកខ្សោយការងារខ្សោយសេចក្តីព្យាយាមឲ្យមនុស្សនិងទេវតាទាំងឡាយតេះដៀលបានឲ្យសោះធ្វើម្ដេចទៅណទើបយើងជាម្ចាស់នៃការងារម៉ត់ចត់ក្នុងការងារជាធំក្នុងការងារមានការងារជាធម្មតាត្រូវត្រង់ទុកនៅការងារមានការងារជាទីអាស្រ័យជាអ្នកមិនប្រមាទដូចនេះសូមថ្វាយព្រះពរព្រះពោធិសត្វនៅពេលទ្រង់បន្ទំញៀនទ្រង់ក៏បានធ្វើទុក្ករកិរិយាដូចនេះព្រះគុណម្ចាស់នាគសេនព្រះពោធិសត្វទ្រង់ធ្វើទុក្ករកិរិយាបានត្រាស់យ៉ាងនេះថាយើងមិនអាចសម្រេចឧត្តរិមនុស្សធម៌គឺញាណទស្សនៈវិសេសដែលជារបស់ព្រះអរិយៈដោយទុក្ករកិរិយាដោយខ្លាំងក្លានេះបានណាហើយចុះគួរតែមានផ្លូវត្រាស់ដឹងដតីមិនខានប៉ុន្តែក្នុងសម័យនោះព្រះពោធិសត្វទ្រង់មានការវង្វេងព្រះសតិប្រារព្ធផ្លូវត្រាស់ដឹងឬសូមថ្វាយព្រះពរធម៌គ្រឿងធ្វើតុពលភាពទន់ជ្រាយនៃចិត្តមាន25យ៉ាងនេះជាធម៌ដែលជាហេតុឲ្យចិត្តដែលតុពលភាពហើយมันអាចតាំងមាំដោយល្អដើម្បីការអស់ទៅនៃអាសវៈទាំងឡាយ25យ៉ាងអ្វីខ្លះ
សូមថ្វាយប្រពោកោធៈសេចក្តីក្រោធជាគ្រឿងធ្វើទុពលភាពនៃចិត្តជាហេតុឲ្យចិត្តដែលទុពលភាពហើយមិនអាចតាំងមាំដោយល្អដើម្បីការអស់ទៅនៃអាសវៈទាំងឡាយឧបនាហៈការចងកំហឹងលៈមក្ខៈការរមិលគុណលៈបលាសៈការវាយស្មើលៈអ៊ីសាភាពរិស្យាលៈមច្ឆរិយៈសេចក្តីកំណាញ់លៈមាយាការបោកប្រាស់លៈសាថយៈការក្លែងធ្វើធម្មភៈការរឹងរូសលៈសារម្ភៈការប្រណាំងប្រជែងគ្នាលៈមាននេះការអ៊ូតខ្លួនលៈអតិមាននេះភាពក្រអឺតលៈមតៈការឆ្លុះវង្វេងលៈបមាទៈសេចក្តីប្រមាទលៈថៃនមិទ្ធៈភាពរួញថយលៈតន្តិភាពខ្ជិលច្រអូសលៈអាលសយៈភាពស្ពឹកស្រពន់លៈបាបមិត្តតាការសេពគំមិតអាក្រក់លៈរូបៈរូបលៈសត្យសំឡេងលៈគន្ធៈក្លិនលៈរសៈរសលៈផតថាពៈអារម្មណ៍ដែលមកប៉ះខ្ទប់ផ្លូវកាយលៈខុទាពិបាសាការឃ្លាននិងការស្រេកលៈអរតិការមិនរីករាយលៈជាគ្រឿងធ្វើទុពលភាពនៃចិត្តជាហេតុឲ្យចិត្តដែលទុពលភាពហើយមិនអាចតាំងមាំដោយល្អដើម្បីការអស់ទៅនៃអាសវៈទាំងឡាយសូមថ្វាយប្រពោធម៌គ្រឿងធ្វើឲ្យទុពលភាពនៃចិត្តមាន25យ៉ាងទាំងនេះលៈដើម្បីភាពអស់ទៅនៃអាសវៈទាំងឡាយសូមថ្វាយប្រពោការឃ្លាននិងការស្រេកបានធ្វើព្រះវរកាយរបស់ព្រះពោធិសត្វឲ្យអស់កម្លាំងកំហែងទៅនៅពេលព្រះវរកាយអស់កម្លាំងព្រះតីក៏មិនតាំងមាំដោយល្អដើម្បីការអស់ទៅនៃអាសវៈទាំងឡាយសូមថ្វាយប្រពោព្រះពោធិសត្វទ្រង់ស្វែងរកការត្រាស់ដឹងអរិយសច្ចៈ4នោះតែម្ដងអស់រយៈពេល4អសង្ខ័យនិង100,000មហាកព្បក្នុងព្រះជាតិទាំងឡាយនោះហេតុអ្វីក្នុងជាតិដែលនឹងត្រាស់ដឹងក្នុងភពចុងក្រោយព្រះអង្គទ្រង់ជាអ្នកវង្វេងព្រះសតិប្រារព្ធផ្លូវនៃការត្រាស់ដឹងទៀតទៅសូមថ្វាយប្រពោប៉ុន្តែព្រះពោធិសត្វគ្រាន់តែកំណត់សម្គាល់ក្នុងព្រះតីថាគួរតែមានផ្លូវត្រាស់ដឹងផ្សេងដូចនេះជាដើមសូមថ្វាយប្រពោព្រះពោធិសត្វទ្រង់ជាអ្នកមានព្រះតីនិងថឹងតែមួយក្នុងកាលមុនពេលព្រះបិតាទ្រង់ប្រកបពិធីច្រត់ព្រះនង្គ័លក្រោមម្លប់ព្រីងទ្រង់ក៏ប្រថាប់ពេនព្រះភ្នែនលើទីបន្ទុំទ្រង់ស្ងាត់ពីកាមស្ងាត់ពីអកុសលធម៌ទាំងឡាយចូលដល់បឋមឈានដែលមានវិតកៈវិចារៈបណ្ដាលពីវិវេកមានបៃតិនិងសុខៈលៈចូលដល់ចតុត្តឈានល្អមែនព្រះគុណម្ចាស់នាគសេនខ្ញុំប្រកាសណាសូមទទួលយកពាក្យតាមដែលលោកម្ចាស់បានពោលមកនេះព្រះពោធិសត្វនៅពេលទ្រង់បន្ទុំព្រះញាណទើបទ្រង់ធ្វើទុក្ករកិរិយាចប់ទុក្ករការិកបញ្ហាទី2បញ្ហាទី3កុសលាកុសលពលវតរបញ្ហាព្រះគុណម្ចាស់នាគសេនកុសលនិងអកុសលមួយណាមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងសូមថ្វាយព្រះពរមហាបពិតកុសលមានប្រមាណច្រើនជាងមានកម្លាំងច្រើនជាងអកុសលពុំមែនដូចនោះទេព្រះគុណម្ចាស់នាគសេនចម្លើយដែលថាកុសលមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងអកុសលពុំមានដូច្នោះទេដូចនេះខ្ញុំព្រះករុណាទទួលយកមិនបានទេព្រះគុណម្ចាស់នាគសេនក្នុងលោកនេះបញ្ហាថាអ្នកដែលតែងតែសម្លាប់សត្វតែងតែយករបស់ដែលគេមិនអោយតែងតែប្រព្រឹត្តខុសក្នុងកាមតែងតែពោលពាក្យកុហកអ្នកដែលជាចោរប្លន់ផ្ទះសម្បែងជាចោរប្លន់តាមផ្លូវជាមនុស្សបោកប្រាស់ជាមនុស្សពុតត្បុតអ្នកទាំងនោះមានបាបដែលធ្វើទុកត្រឹមប៉ុណ្ណោះរមែងបានទទួលផលគឺការត្រូវកាត់ដៃការត្រូវកាត់ជើងការត្រូវកាត់ទាំងដៃទាំងជើងការត្រូវកាត់ស្លឹកត្រចៀកការត្រូវកាត់ច្រមុះការត្រូវកាត់ទាំងត្រចៀកទាំងច្រមុះការត្រូវបកស្បែកក្បាលការត្រូវបកស្បែកទាំងខ្លួនការត្រូវធ្វើមាត់រាហូគោះមាត់ឲ្យហា
យកក្រណាត់ជ្រលក់ប្រេងញាត់មាត់រួចដុតភ្លើងការត្រូវធ្វើចូលតិមាលិកៈកម្រងភ្លើងភ្លឺចិញ្ចាចគឺយកក្រណាត់ជ្រលក់ប្រេងរុំពេញខ្លួនរួចដុតភ្លើងការត្រូវធ្វើហដ្ឋបច្ជោតិកៈដៃភ្លឺចិញ្ចាចគឺយកក្រណាត់ជ្រលក់ប្រេងរុំម្រាមដៃរួចដុតភ្លើងការត្រូវធ្វើអេរកវត្ថិកៈស្លេកសម្ពុតជីមគឺបកស្បែកចាប់ពីកចុះមករហូតដល់កជើងរួចវាយឲ្យរត់ជន់លើស្បែកខ្លួនឯងការត្រូវធ្វើចីរកៈវាសិកៈស្លេកសម្ពុតក្រចៅគឺបកស្បែកជាសរសៃតាំងពីកចុះមករហូតដល់កជើងការត្រូវធ្វើអេនយកៈធ្វើឲ្យជាប្រើគឺឲ្យលុតជង្គង់លុតកែងដៃលើដៃស្រួចការត្រូវធ្វើពលិមង្សិកៈស្ទូចត្រីគឺយកសន្ទូចមកធ្ពក់តាមសាច់ខ្លួនហើយទាញឲ្យស្បែកសាច់សរសៃដាច់ចេញជាដុំការធ្វើកហាបនកៈធ្វើកៈគឺយកកំបិតហាន់សាច់ចេញម្ដងមួយដុំជាដុំមូលទំហំប៉ុនកៈការធ្វើខារៈបតច្ឆិកៈស្រោចទឹកអាស៊ីតគឺកាប់ចិញ្ច្រាំខ្លួនប្រានពេញទាំងខ្លួនហើយយកទឹកអាស៊ីតស្រោចពីលើការធ្វើបលិខបរិវត្តកៈដុំពន្លាគឺឲ្យគេផ្អៀងហើយយកដែកស្រួចដំចូលក្នុងរុនត្រចេឲ្យធ្លុះទៅដោតជាប់នឹងដីខាងក្រោមរួចចាប់កជើងដើរជារង្វង់វិលជុំវិញការឲ្យគេងក្រេបន្លាដែរការត្រូវស្រោចដោយប្រេងកំពង់ពុះការត្រូវបានគេឲ្យសុនខខំការត្រូវដោតនៅលើចុងដែកស្រួចការត្រូវកាត់ក្បាលដោយដាវអ្នកខ្លះធ្វើអាក្រក់ពេលយប់ក៏បានទទួលផលក្នុងពេលយប់នោះដែរអ្នកខ្លះធ្វើអាក្រក់ពេលយប់ក៏បានទទួលផលពេលថ្ងៃអ្នកខ្លះធ្វើអាក្រក់ពេលថ្ងៃក៏បានទទួលផលនៅពេលថ្ងៃនោះតែម្ដងអ្នកខ្លះធ្វើអាក្រក់ពេលថ្ងៃក៏បានទទួលផលនៅពេលយប់អ្នកខ្លះធ្វើអាក្រក់ហើយពេលកន្លងទៅ2-3ថ្ងៃទើបបានទទួលផលអ្នកទាំងនោះទោះបីគ្រប់គ្នារមែងបានទទួលផលក្នុងអត្តភាពដែលឃើញនេះតែម្ដងព្រះគុណម្ចាស់នាគសេនបុគ្គលដែលឲ្យទានព្រមទាំងគ្រឿងបរិវារចំពោះបដិគាហកៈម្នាក់ខ្លះ2នាក់ខ្លះ3នាក់ខ្លះ4នាក់ខ្លះ5នាក់ខ្លះ10នាក់ខ្លះ100នាក់ខ្លះ1000នាក់ខ្លះឬ100,000នាក់ខ្លះហើយក៏បានទទួលបរិភោគទ្រព្យខ្លះយកខ្លះសេចក្តីសុខខ្លះក្នុងអត្តភាពដែលឃើញនេះដោយសិលឬដោយឧបោសថកម្មតើមានខ្លះឬទេសូមថ្វាយព្រះពរមហាបពិតបរោះអ្នកឲ្យទានសមាទានសិលធ្វើឧបោសថកម្មហើយបានសោយវិបាកនៅឋានសួគ៌ក្នុងអត្តភាពដែលឃើញនេះដោយសរីរកាយនោះតែម្ដងមានដល់ទៅ4នាក់មានអ្នកណាខ្លះព្រះគុណម្ចាស់សូមថ្វាយព្រះពរមានព្រះបាទមន្ធាតោព្រះបាទនិមិឬនេមិរាជព្រះបាទសាធិនៈនិងកន្ធពៈឈ្មោះកុដតិលាព្រះគុណម្ចាស់នាគសេនរឿងរបស់បុគ្គលទាំង4នោះកន្លងហួសមកហើយជាច្រើនពាន់ភពជាតិរឿងរបស់បុគ្គលទាំង4នេះកន្លងខ្សែភ្នែកយើងទាំង2នាក់យូរមកហើយប្រសិនបើលោកម្ចាស់អាចពោលទៅបានសូមពោលដល់បុគ្គលក្នុងភពបច្ចុប្បន្នក្នុងសម័យកាលដែលព្រះដ៏មានព្រះភិក្ខទ្រង់គង់ជាធរមានផងចុះសូមថ្វាយព្រះពរមហាបពិតសូម្បីក្នុងភពបច្ចុប្បន្ននេះនាយប៉ុណ្ណាបានប្រគេនភោជនាហារចំពោះព្រះសារីបុត្រហើយក៏បានក្រងតំណែងសេដ្ឋីក្នុងថ្ងៃនោះតែម្ដងនាយប៉ុណ្ណានោះបានប្រកាសហើយថាជាសេដ្ឋីក្នុងបច្ចុប្បន្ននេះព្រះនាងកោបាលមាតាទេវីទ្រង់លក់ព្រះកេសារបស់ព្រះនាងបាន8កហាបណៈហើយប្រគេនបណ្ឌបាតចំពោះព្រះថេរៈមានព្រះមហាកច្ចាយណៈជារូបទី8បានទទួលតំណែងជាអគ្គមហេសីរបស់ព្រះបាទចន្ទៈបច្ចោតក្នុងថ្ងៃនោះតែម្ដងឧបាសិកាឈ្មោះសុពិយាបានយកសាច់ភ្លៅរបស់ខ្លួនរំងាស់ជាទឹកស៊ុបប្រគេនភិក្ខុមានជំងឺមួយរូបហើយរបួសក៏ដុសសាច់ពេញមកវិញបាត់ឈឺនៅថ្ងៃទី2នោះឯងនាងម៉ូលីកាទេវីបានប្រគេននំស្រស់ចំពោះព្រះដ៏មានព្រះភិក្ខហើយក៏បានក្លាយជាអគ្គមហេសីរបស់ព្រះបាទកោសល
ក្នុងថ្ងៃនោះតែម្ដងនាយសូមអ្នកមេលាកាបានបូជាព្រះដ៏មានព្រះភិក្ខដោយផ្កាម្លិះ8ក្តាប់ហើយក៏បានទទួលរបស់ព្រះរាជទានគ្រប់មុខមួយមុខចំនួន8ក្នុងថ្ងៃនោះដែរសូមថ្វាយព្រះពរបុគ្គលទាំងនេះសូមបីគ្រប់គ្នាសុទ្ធតែបានទទួលភោគសម្បត្តិនិងយសក្នុងអត្តភាពដែលឃើញនេះព្រះគុណម្ចាស់នាគសេនលោកម្ចាស់រកហើយឃើញត្រឹមតែ6នាក់ប៉ុណ្ណោះឬពិតមែនមហាបពិតបើយ៉ាងនោះព្រះគុណម្ចាស់នាគសេនអកុសលនោះមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងកុសលពុំមែនដូចនោះទេព្រះគុណម្ចាស់នាគសេនខ្ញុំប្រកាសណាឃើញបុរស10នាក់ត្រូវគេដោតដែកស្រួចព្រោះផលនៃកម្មអាក្រក់នោះក្នុងថ្ងៃនោះឯងព្រះគុណម្ចាស់នាគសេនបុត្រសេនាបតីឈ្មោះថាភត្តសាលៈបានបង្កសង្គ្រាមជាមួយព្រះបាទចន្ទគតព្រះគុណម្ចាស់នាគសេនក្នុងការធ្វើសង្គ្រាមលើកនោះក្នុងចំណោមពលសេនាទាំងពីរក្រុមមានខ្មោចដាច់ក្បាលដល់ទៅ80នាក់នៅពេលខ្មោចដាច់ក្បាលមួយដួលចុះខ្មោចមួយទៀតក៏ក្រោកឡើងមកពលសេនាទាំងនោះគ្រប់គ្នាសុទ្ធតែដល់នៅសេចក្តីវិនាសព្រោះវិបាករបស់កម្មអាក្រក់ព្រះគុណម្ចាស់នាគសេនដោយសារហេតុនេះទើបខ្ញុំប្រកាសណាពោលថាអកុសលនោះមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងកុសលពុំមានដូចនោះទេព្រះគុណម្ចាស់នាគសេនលោកម្ចាស់ធ្លាប់បានឮរឿងព្រះបាទកោសលបានថ្វាយអសតិសទានក្នុងព្រះពុទ្ធសាសនានេះឬទេសូមថ្វាយព្រះពរពិតមែនអាត្មាភាពធ្លាប់បានឮព្រះគុណម្ចាស់នាគសេនប៉ុន្តែព្រះបាទកោសលទ្រង់បានថ្វាយអសតិសទាននោះហើយទ្រង់បានទទួលភោគសម្បត្តិយកសេចក្តីសុខអ្វីខ្លះក្នុងអត្តភាពដែលឃើញនេះព្រោះហេតុដែលទ្រង់បានថ្វាយអសតិសទាននោះខ្លះឬទេទ្រង់មិនបានទទួលទេមហាបពិតប្រសិនបើព្រះបាទកោសលសំបីទ្រង់បានថ្វាយអសតិសទានដ៏អស្ចារ្យក្រៃលែងដល់ថ្នាក់នេះហើយទ្រង់នៅមិនបានទទួលភោគទ្រព្យយកឬសេចក្តីសុខអ្វីក្នុងអត្តភាពដែលឃើញនេះព្រោះហេតុទ្រង់បានថ្វាយអសតិសទានហើយនោះបើយ៉ាងនោះព្រះគុណម្ចាស់នាគសេនអកុសលតែម្ដងមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងកុសលពុំមានដូចនោះទេសូមថ្វាយព្រះពរអកុសលឲ្យផលលឿនព្រោះជារបស់ថោកទាបកុសលឲ្យផលយឺតយូរព្រោះជារបស់ឧត្តមសូមថ្វាយព្រះពរប្រការនេះគូពិចារណាបានដោយឧបមាសូមថ្វាយព្រះពរព្រះបីដូចនៅជនបទជាយដែនធញ្ញជាតិឈ្មោះថាកុមុទៈផតឌិកាដាំទុកតែមួយខែក៏អាចប្រមូលផលមកទុកក្នុងផ្ទះបានចំណែកស្រូវសាលីប្រើពេលដល់ទៅ6ខែទើបឲ្យផលសូមថ្វាយព្រះពរបណ្ដាធញ្ញជាតិពីរយ៉ាងនេះរវាងស្រូវកុមុទៈផតឌិកានិងស្រូវសាលីព្រោះហេតុអ្វីទើបមានភាពខុសគ្នាទៅវិញព្រះគុណម្ចាស់ព្រោះស្រូវកុមុទៈផតឌិកាជាស្រូវថ្នាក់អន់ហើយស្រូវសាលីជាស្រូវថ្នាក់ល្អព្រះគុណម្ចាស់នាគសេនស្រូវសាលីជារបស់សមគួរចំពោះព្រះរាជាជាគ្រឿងសោយសម្រាប់ព្រះរាជាស្រូវកុមុទៈផតឌិកាជាអាហារសម្រាប់ពោទាសករកម្មករទាំងឡាយសូមថ្វាយព្រះពរមហាបពិតឧបមាយ៉ាងណាឧបម័យក៏យ៉ាងនោះដែរអកុសលឲ្យផលលឿនព្រោះជារបស់ថោកទាបកុសលឲ្យផលយឺតព្រោះជារបស់ឧត្តមព្រះគុណម្ចាស់នាគសេនបណ្ដាធម្មជាតិពីរយ៉ាងនោះក្នុងផ្លូវលោកធម្មជាតិណាឲ្យផលលឿនធម្មជាតិនោះឈ្មោះថាមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងព្រោះហេតុនោះអកុសលចាត់ទុកថាមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងកុសលពុំមានដូចនោះទេព្រះគុណម្ចាស់នាគសេនប្រៀបបីដូចអ្នកចម្បាំងម្នាក់ចូលទៅក្នុងចម្បាំងដ៏ខ្លាំងក្លាមួយចាប់ខ្លួនសត្រូវភាគីម្ខាងទៀតនៅជាយក្បិនបាននាំខ្លួនមកហើយក៏នាំចូលទៅរកចៅវាយនាយបានលឿនរហ័សក្នុងផ្លូវលោកអ្នកចម្បាំងនោះចាត់ទុកជាអ្នកពូកែខ្លាំងម្យ៉ាងវិញទៀតគ្រូពេទ្យវះកាត់ណាដកព្រួញចេញកំចាត់ការឈឺចាប់បានឆាប់រហ័សគ្រូពេទ្យវះកាត់នោះក៏ឈ្មោះថាជាគ្រូពេទ្យវៃឆ្លាតពូកែអ្នករាប់សន្លឹកឆ្នោតណារាប់បានរហ័សបង្ហាញបានលឿន
អ្នករាប់សន្លឹកឆ្នោតនោះឈ្មោះថាជាមនុស្សវ័យឆ្លាតពូកែអ្នកចំបាប់ណាលើអ្នកចំបាប់ជាគូបដិបៈបោកទៅម្ខាងឲ្យដួលផ្ងាបានលឿនរហ័សអ្នកចំបាប់នោះឈ្មោះថាពូកែខ្លាំងយ៉ាងណាព្រះគុណម្ចាស់នាគសេនធម្មជាតិណាជាកុសលក៏ដោយជាអកុសលក៏ដោយឲ្យផលលឿនរហ័សផ្លូវលោកធម្មជាតិនោះឈ្មោះថាមានប្រមាណច្រើនជាងមានកម្លាំងខ្លាំងជាងយ៉ាងនោះដែរ សូមថ្វាយព្រះពរកម្មទោះបីទាំងពីរនោះសុទ្ធតែជាសម្បរាយវេទនីយកម្មមានវិបាកដែលគួរសោយនៅពេលខាងមុខបានដែរប៉ុន្តែអកុសលកម្មដែលជាតថធម្មវេទនីយកម្មមានវិបាកដែលគួរសោយបានក្នុងអត្តភាពនេះដោយភ្លាមក៏ព្រោះភាពជាកម្មដែលមានទោសសូមថ្វាយព្រះពរពួកពពកក្សត្រទាំងឡាយបានដាក់កំណត់ទោសប្រការនេះថាអ្នកណាសម្លាប់សត្វអ្នកណាកាន់យករបស់ដែលគេមិនបានឲ្យអ្នកណាសេពគប់ភរិយាអ្នកដតីអ្នកណាពោលពាក្យកុហកអ្នកណាប្លន់ផ្ទះសម្បែងអ្នកណាប្រទុះសារាយអ្នកដំណើរអ្នកណាធ្វើការបោកប្រាស់អ្នកណាកេងប្រវ័ញ្ចអ្នកនោះសមគួរត្រូវដាក់ទោសទណ្ឌគឺគួរត្រូវសម្លាប់គួរត្រូវកាត់អវយវៈគួរត្រូវគេវះអវយវៈគួរត្រូវគេវាយវត្តដូចនេះពួកក្សត្រទាំងនោះលុះបានវិនិច្ឆ័យស៊ើបសួរហើយធៀបនឹងការកំណត់ទោសនោះហើយទើបដាក់ទោសគឺទើបសម្លាប់ទើបកាត់ទើបវះនិងទើបវាយវត្តសូមថ្វាយព្រះពរប៉ុន្តែការកំណត់រង្វាន់ដែលក្សត្រខ្លះបានកំណត់ទុកថាអ្នកណាឲ្យទានក្តីរក្សាសិលក្តីធ្វើឧបោសថកម្មក្តីគួរឲ្យទ្រព្យឬឲ្យយុះចំពោះអ្នកនោះដូចនេះតើមានដែរឬទេដែលពួកក្សត្រទាំងនោះលុះវិនិច្ឆ័យស៊ើបសួរហើយធៀបនឹងការកំណត់រង្វាន់នោះទើបឲ្យទ្រព្យខ្លះយុះខ្លះដោយដែលដាក់ទោសការសម្លាប់ការឃុំឃាំងដល់ពួកចោរដែលធ្វើចោរកម្មនោះពុំមែនទេព្រះគុណម្ចាស់សូមថ្វាយព្រះពរប្រសិនបើពួកក្សត្រទាំងនោះវិនិច្ឆ័យស៊ើបសួរហើយទើបឲ្យទ្រព្យខ្លះយុះខ្លះដល់អ្នកឲ្យទានទាំងឡាយទោះបីជាកុសលធម៌ក៏គួរចាត់ទុកក្នុងតថធម្មវេទនីយកម្មសូមថ្វាយព្រះពរព្រោះហេតុដែលពួកព្រះរាជាទាំងនោះមិនបានវិនិច្ឆ័យស៊ើបសួរអ្នកឲ្យទានទាំងឡាយទើបពុំមានព្រះតម្រិះថាពួកយើងនឹងឲ្យទ្រព្យឲ្យយុះដូចនេះព្រោះហេតុនោះកុសលកម្មទើបចាត់ទុកថាជាតថធម្មវេទនីយកម្មសូមថ្វាយព្រះពរព្រោះហេតុនោះអកុសលកម្មទើបចាត់ទុកថាជាតថធម្មវេទនីយកម្មសត្វអ្នកធ្វើកុសលរមែងសោយវេទនាមានប្រមាណច្រើនមានកម្លាំងច្រើនជាងជាខាងក្រោយល្អមែនព្រះគុណម្ចាស់នាគសេនលើកលែងអ្នកមានចំណេះដឹងដោយលោកម្ចាស់ចេញបញ្ហានេះនរណាក៏មិនអាចបកស្រាយឲ្យបានច្បាស់បានទេព្រះគុណម្ចាស់នាគសេនលោកម្ចាស់ប្រើចំណេះដឹងដែលជាលោកុត្តរៈធ្វើឲ្យយល់សេចក្តីដែលជាលោកយៈបានចប់កុសលាកុសលៈពលៈវតរៈបញ្ហាទី3បញ្ហាទី4ពពៈបេតាតិសัพបញ្ហាព្រះគុណម្ចាស់នាគសេនពួកទាយកទាំងឡាយនេះឲ្យទានហើយក៏រមែងឧទ្ទិសដល់អ្នកចែកឋានទៅហើយថាបុណ្យនេះសូមឲ្យដល់ចំពោះអ្នកទាំងនោះដូចនេះអ្នកដែលចែកឋានទៅហើយទាំងនោះរមែងបានទទួលវិបាកផលអ្វីព្រោះហេតុនៃការឧទ្ទិសនោះខ្លះឬទេសូមថ្វាយព្រះពរពួកចូលដល់នរកមិនបានទទួលពួកទៅកាន់ឋានសួគ៌មិនបានទទួលពួកទៅកំណើតតិរិឆានមិនបានទទួលបណ្ដាពួកប្រែត4ប្រភេទប្រែត3ប្រភេទគឺវន្តាសិកៈប្រែតខុពិបាសិកៈប្រែតនិច្ជាមតនហិកៈប្រែតមិនបានទទួលបរតតុបជីវិកៈប្រែតប៉ុណ្ណោះរមែងទទួលបានពួកប្រែតបរតតុជីវិកៈប្រែតទាំងនោះទាល់តែរលឹកបានទើបទទួលបានបើយ៉ាងនោះព្រះគុណម្ចាស់នាគសេនទានរបស់ពួកទាយកទាំងឡាយក៏ជារបស់ឥតប្រយោជន៍អត់បានផលប្រសិនបើឧទ្ទិសឲ្យអ្នកទាំងនោះហើយអ្នកទាំងនោះក៏មិនបានទទួលសូមថ្វាយព្រះពរទាននោះពុំមែនពុំមានផលពុំមានវិបាកនោះទេ
ពួកទាយុនោះតែម្ដងបានសោយផលនៃទាននោះ ព្រះគុណម្ចាស់នាគសេនបើយ៉ាងនោះសូមមេត្តាធ្វើឲ្យខ្ញុំព្រះករុណាយល់ដោយហេតុផលផងចុះ សូមថ្វាយប្រពរអ្នកខ្លះក្នុងលោកនេះចាត់ត្រៀមត្រីសាច់សុរាបាយនំចំណីហើយទៅកាន់ត្រកូលញាតិប្រសិនបើពួកញាតិទាំងនោះមិនបានទទួលអំណោយនោះទេរបស់អំណោយនោះដល់នៅភាពឥតប្រយោជន៍ឬវិនាសទៅឬយ៉ាងណា ពុំមែនទេព្រះគុណម្ចាស់របស់អំណោយនោះក៏នៅតែជារបស់អ្នកដែលជាម្ចាស់នោះឯង សូមថ្វាយប្រពរឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរពួកទាយុទាំងឡាយនោះឯងបានសោយផលនៃទាននោះសូមថ្វាយប្រពរព្រះបីដូចបរោះម្នាក់ចូលបន្ទប់ទៅហើយតាមទ្វារមួយនៅពេលពុំមានទ្វារដតីផ្សេងចេញទៀតគេនឹងចេញមកវិញតាមណាបាន គេនឹងចេញមកវិញតាមទ្វារដែលចូលទៅនោះឯងព្រះគុណម្ចាស់ សូមថ្វាយប្រពរមហាបពិតឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរពួកទាយុទាំងឡាយនោះឯងបានសោយផលនៃទាននោះ ព្រះគុណម្ចាស់នាគសេនហេតុផលតាមដែលលោកម្ចាស់បានពោលមកយ៉ាងនេះថាពោទាយុទាំងឡាយនោះឯងបានសោយផលនៃទាននោះដូចនេះខ្ញុំព្រះករុណាសូមស្ដាប់តាមប៉ុន្តែខ្ញុំព្រះករុណាមិនយល់ឃើញស្របតាមហេតុផលនោះទេព្រះគុណម្ចាស់នាគសេនប្រសិនបើទានដែលទាយុទាំងនេះឲ្យហើយធ្លាក់ទៅដល់ពូដែលចែកឋានទៅហើយបានហើយអ្នកទាំងនោះក៏សោយវិបាកនៃទាននោះបាននោះបើយ៉ាងនោះបុគ្គលណាជាព្រានអ្នកសម្លាប់សត្វមានដៃប្រឡាក់ឈាមមានចិត្តប្រទុសរាយសម្លាប់ធ្វើទារុណកម្មចំពោះមនុស្សហើយឧទ្ទិសដល់អ្នកដែលបានចែកឋានទៅហើយថាវិបាកនៃកម្មរបស់ខ្ញុំនេះសូមមានដល់អ្នកដែលបានចែកឋានទៅហើយផងចុះដូចនេះតើវិបាកនៃកម្មនោះនឹងដល់អ្នកដែលបានចែកឋានទៅហើយឬទេ មិនដល់ទេសូមថ្វាយប្រពរ ព្រះគុណម្ចាស់នាគសេនក្នុងចម្លើយរបស់លោកម្ចាស់នោះតើអ្វីជាហេតុធ្វើឲ្យកុសលដល់អកុសលមិនដល់ សូមថ្វាយប្រពរមហាបពិតនេះមិនមែនជាបញ្ហាដែលគូសួរទេសូមថ្វាយប្រពរសូមព្រះអង្គទ្រង់កុំសួរបញ្ហាដែលមិនគួរសួរដោយទ្រង់ព្រះតម្រេះថាមានអ្នកឆ្លើយដូចនេះអីដោយព្រះអង្គទ្រង់សួរអាត្មាភាពថាព្រោះហេតុអ្វីទើបអាកាសពុំមានអ្វីត្រត្រង់ព្រោះហេតុអ្វីទើបទន្លេកុងគាមិនហូរឡើងលើព្រោះហេតុអ្វីទើបពួកមនុស្សនិងបក្សីទាំងឡាយមានជើង2ពួកប្រើសទើបមានជើង4ដូចនេះនោះ ព្រះគុណម្ចាស់នាគសេនខ្ញុំព្រះករុណាមិនបានសួរព្រោះបំណងបៀតបៀនលោកម្ចាស់ទេប៉ុន្តែសួរដើម្បីកម្ចាត់ការឆ្ងល់សង្ស័យមនុស្សដើរផ្អៀងខ្លួនខាងឆ្វេងមនុស្សព្រិលភ្នែកមានច្រើននៅលើលោកខ្ញុំព្រះករុណាគិតថាអ្នកទាំងនោះនឹងពុំមានឱកាសខ្លះឬយ៉ាងណាដូចនេះហើយទើបសួរលោកម្ចាស់ សូមថ្វាយប្រពរនរណាក៏មិនអាចចែករំលែកបាបកម្មឲ្យអ្នកដែលមិនបានធ្វើឲ្យអ្នកដែលមិនយល់ព្រមនោះទេសូមថ្វាយប្រពរព្រះបីដូចពួកមនុស្សទាំងឡាយរមែងចម្រាញ់ទឹកចេញយកទឹកទៅកាន់សូមបីទីឆ្ងាយបានសូមថ្វាយប្រពរប៉ុន្តែពួកគេអាចចម្រាញ់យកភ្នំថ្មតាន់ហើយនាំទៅកាន់ទីតាមប្រាថ្នាបានឬទេ មិនបានទេព្រះគុណម្ចាស់នាគសេន សូមថ្វាយប្រពរឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរនរណាក៏អាចចែករំលែកកុសលបានមិនអាចចែករំលែកអកុសលបានសូមថ្វាយប្រពរម្យ៉ាងវិញទៀតប្រៀបបីដូចនរណាក៏អាចប្រើប្រេងដុតប្រទីបឲ្យភ្លឺបានប៉ុន្តែនរណាក៏អាចប្រើទឹកដុតប្រទីបឲ្យភ្លឺបានឬទេ មិនបានទេព្រះគុណម្ចាស់ សូមថ្វាយប្រពរឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរនរណាក៏អាចចែករំលែកកុសលបានមិនអាចចែករំលែកអកុសលបានសូមថ្វាយប្រពរម្យ៉ាងវិញទៀតប្រៀបបីដូចពួកអ្នកស្រែចំការដួសទឹកពីត្រពាំងទៅប្រើដាំបាយបានប៉ុន្តែគេអាចដួសទឹកពីមហាសមុទ្រទៅប្រើដាំបាយបានឬទេ មិនបានទេព្រះគុណម្ចាស់ សូមថ្វាយប្រពរឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរនរណាក៏អាចចែករំលែកកុសលបានមិនអាចចែករំលែកអកុសលបានទេ ព្រះគុណម្ចាស់នាគសេន
ព្រោះហេតុអ្វីទើបនរណាក៏អាចចែករំលែកកុសលបានមិនអាចចែករំលែកអកុសលបានទៅវិញសូមមេត្តាធ្វើឲ្យខ្ញុំព្រះករុណាយល់ដោយហេតុផលផងចុះខ្ញុំព្រះករុណាមិនមានជាមនុស្សខ្វាក់មិនមែនជាមនុស្សងងឹតស្ដាប់ហើយនឹងអាចដឹងបាន សូមថ្វាយប្រពរអកុសលមានបរិមាណតិចកុសលមានបរិមាណច្រើនអកុសលព្រោះការដែលមានបរិមាណតិចទើបក្របដណ្ដប់បានចំពោះតែអ្នកធ្វើប៉ុណ្ណោះកុសលព្រោះការដែលមានបរិមាណច្រើនទើបក្របដណ្ដប់ទៅបានទាំងមនុស្សនិងទេវតា សូមព្រះគុណម្ចាស់ធ្វើការឧបមា សូមថ្វាយប្រពរព្រះបីដូចទឹកមួយដំណក់ស្រក់ទៅលើផែនដីសូមថ្វាយប្រពរប៉ុន្តែទឹកដំណក់នោះហូរជន់លិចរយៈចម្ងាយ10យោជន៍ខ្លះ12យោជន៍ខ្លះឬយ៉ាងណា មិនបានទេព្រះគុណម្ចាស់ដំណក់ទឹកនោះធ្លាក់ទៅទីណាក៏ជ្រាបទៅបានចំពោះតែទីនោះ ព្រោះហេតុអ្វីទៅសូមថ្វាយប្រពរ ព្រះចៅមិលិនព្រោះដំណក់ទឹកមានបរិមាណត្រឹមតិចតួចព្រះគុណម្ចាស់ សូមថ្វាយប្រពរឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរអកុសលមានបរិមាណតិចតួចព្រោះមានបរិមាណតិចទើបក្របដណ្ដប់បានចំពោះតែអ្នកធ្វើប៉ុណ្ណោះតែមិនអាចចែករំលែកបានសូមថ្វាយប្រពរម្យ៉ាងវិញទៀតព្រះបីដូចភ្លៀងមួយមេធំធ្លាក់មកធ្វើឲ្យផែនដីជោគជាំសូមថ្វាយប្រពរប៉ុន្តែទឹកភ្លៀងនោះនឹងហូរជន់លិចបរិវេណដោយជុំវិញបានឬទេ បានព្រះគុណម្ចាស់ទឹកភ្លៀងមួយមេធំនោះធ្វើអណ្ដូងស្រះអូព្រែកជ្រលងភ្នំអណ្ដូងរ៉ែបឹងអាំងស្តុកទឹកស្រះឈូឲ្យពេញព្រៀបហើយនៅហូរជន់លិចបរិវេណដោយជុំវិញ10យោជន៍ខ្លះ12យោជន៍ខ្លះ ព្រោះហេតុអ្វីទៅសូមថ្វាយប្រពរ ព្រោះជាភ្លៀងធំព្រះគុណម្ចាស់ សូមថ្វាយប្រពរឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរកុសលមានបរិមាណច្រើនព្រោះមានច្រើនទើបអាចចែករំលែកឲ្យទេវតានិងមនុស្សទាំងឡាយបាន ព្រះគុណម្ចាស់នាគសេនព្រោះហេតុអ្វីទើបអកុសលមានបរិមាណតិចតួចកុសលមានបរិមាណច្រើនជាងទៅវិញ សូមថ្វាយប្រពរបុគ្គលណាក្នុងលោកនេះឲ្យទានសមាទានសិលធ្វើឧបោសថកម្មបុគ្គលនោះរមែងជាអ្នករីករាយញញឹមញញែមរីករាយមានចិត្តជ្រះថ្លាកើតការសប្បាយចិត្តគេរមែងកើតភាពរីករាយចិត្តជារឿយកុសលរបស់បុគ្គលដែលមានចិត្តរីករាយរមែងកាន់តែចម្រើនឡើងសូមថ្វាយប្រពរព្រះបីដូចនៅពេលធុងស្តុកទឹកបរិភោគពេញព្រៀបដោយទឹកច្រើនហើយទឹកហូរទៅម្ខាងហូរទៅម្ខាងហូរចេញទៅម្ខាងទឹកក៏នៅតែកើតឡើងជារឿយទើបមិនអាចបរិភោគទឹកឲ្យអស់បានយ៉ាងណាសូមថ្វាយប្រពរកុសលរមែងចម្រើនឡើងជារឿយដូចនោះដែរសូមថ្វាយប្រពរប្រសិនបើបរោះនឹកដល់កុសលដែលខ្លួនបានធ្វើហើយទោះបី100ឆ្នាំមកហើយនៅពេលគេនឹកទៅដល់កុសលក៏រមែងចម្រើនឡើងរឿយកុសលរបស់គេនោះគេអាចចែករំលែកដល់អ្នកទាំងឡាយតាមដែលគេប្រាថ្នាបានសូមថ្វាយប្រពរអ្វីដែលពោលមកនេះជាហេតុក្នុងប្រការនេះដែលជាហេតុធ្វើឲ្យកុសលមានបរិមាណច្រើនជាងសូមថ្វាយប្រពរចំណែកអកុសលពេលធ្វើទៅហើយរមែងជាមនុស្សមានការក្តៅក្រហាយជាខាងក្រោយចិត្តរបស់បុគ្គលដែលមានការក្តៅក្រហាយរមែងរួញត្រឡប់ទៅវិញកោងត្រឡប់ទៅវិញថយត្រឡប់ទៅវិញមិនលូតចេញទៅរមែងស្ងួតក្រៀមរមែងអន្ទះអន្តែងទើបថយចុះទៅអស់ទៅមិនចម្រើនរីស្ងួតទៅវិញក្នុងទីនោះតែម្ដងសូមថ្វាយប្រពរព្រះបីដូចទឹកមានបរិមាណតិចពេលហូរមកដល់ផ្នែកលើនៃទូលខ្សាច់ធំខ្ពស់ទៀបបាត់បែនក្នុងទន្លេដែលរីស្ងួតហើយក៏រមែងអស់ទៅមិនចម្រើនរមែងរីស្ងួតទៅក្នុងទីនោះតែម្ដងយ៉ាងណាសូមថ្វាយប្រពរចិត្តរបស់បុគ្គលដែលធ្វើអកុសលរមែងរួញត្រឡប់ទៅវិញកោងត្រឡប់ទៅវិញថយត្រឡប់ទៅវិញមិនលូតចេញទៅរមែងស្ងួតក្រៀមរមែងអន្ទះអន្តែងទើបថយចុះទៅអស់ទៅមិនចម្រើនរីស្ងួតទៅវិញក្នុងទីនោះតែម្ដងយ៉ាងនោះដែរ
សូមថ្វាយប្រពោអ្វីដែលពោលមកនេះជាហេតុក្នុងប្រការនេះដែលធ្វើឲ្យអកុសលជារបស់មានបរិមាណតិចតួច ល្អមែនព្រះគុណម្ចាស់នាគសេនខ្ញុំព្រះករុណាសូមទទួលយកពាក្យតាមដែលលោកម្ចាស់បានពោលមកនេះចប់ពពៈបេតាតិស័ព្ទបញ្ហាទី4 បញ្ហាទី5សុបិណបញ្ហា ព្រះគុណម្ចាស់នាគសេនបុរសស្ត្រីទាំងឡាយក្នុងលោកនេះម្នាក់តែងសុបិនឃើញអ្វីផ្សេងជាច្រើនជាអ្វីដែលល្អខ្លះដែលអាក្រក់ខ្លះដែលធ្លាប់ឃើញខ្លះដែលមិនធ្លាប់ឃើញខ្លះដែលធ្លាប់ធ្វើខ្លះដែលមិនធ្លាប់ធ្វើខ្លះដែលមានសុវត្ថិភាពខ្លះដែលមានភ័យខ្លះដែលនៅឆ្ងាយខ្លះដែលនៅជិតខ្លះឈ្មោះថាយល់សពនេះគឺអ្វីអ្នកណាខ្លះរមែងយល់សព សូមថ្វាយប្រពោមហាបពិតឈ្មោះថាការយល់សពនេះគឺនិមិត្តដែលចូលដល់កន្លងនៃចិត្តសូមថ្វាយប្រពោបុគ្គល6ប្រភេទទាំងនេះរមែងឃើញនិមិត្តដែលជាការយល់សពរមែងយល់សពឃើញនោះឯងគឺអ្នកដែលមានធាតុខ្យល់កម្រើកក៏រមែងយល់សពឃើញបានអ្នកដែលមានទឹកប្រមាថកម្រើកក៏រមែងយល់សពឃើញបានអ្នកដែលមានស្លេះកម្រើកក៏រមែងយល់សពឃើញបានព្រោះទេវតាបណ្ដាលចិត្តក៏រមែងយល់សពឃើញបានព្រោះមានចិត្តនៅវិលវល់ក៏រមែងយល់សពឃើញបានព្រោះជាពពនិមិត្តអារម្មណ៍ដែលជាហេតុការប្រាប់ទុកជាមុនក៏រមែងយល់សពឃើញបានសូមថ្វាយប្រពោក្នុងការយល់សពទាំង6យ៉ាងនោះការយល់សពដែលជាពពនិមិត្តប៉ុណ្ណោះជាការពិតការយល់សពផ្សេងទៀតមិនពិតទេព្រះគុណម្ចាស់នាគសេនបុគ្គលណាយល់សពព្រោះជាពពនិមិត្តចិត្តរបស់បុគ្គលនោះទៅស្វែងរកនិមិត្តដោយខ្លួនឯងឬក៏និមិត្តនោះមកដល់កន្លងនៃចិត្តរបស់គេសូមថ្វាយប្រពោចិត្តរបស់គេមិនមែនទៅរកនិមិត្តដោយខ្លួនឯងនោះទេហើយក៏គ្មាននរណាម្នាក់មកប្រាប់គេដែរប៉ុន្តែនិមិត្តនោះឯងមកដល់កន្លងនៃចិត្តរបស់គេសូមថ្វាយប្រពោព្រះបីដោយកញ្ចក់នឹងទៅស្វែងរកស្រមោលទោះបីក្នុងទីណាក៏ទេដែរហើយក៏ពុំមានអ្នកណាម្នាក់លើកស្រមោលឡើងមកកាន់កញ្ចក់ឲ្យបង្ហាញក្នុងកញ្ចក់ក៏ទេដែរស្រមោលមកពីវត្ថុណាហើយក៏ចូលដល់កន្លងនៃកញ្ចក់យ៉ាងណាសូមថ្វាយប្រពោចិត្តរបស់បុគ្គលនោះនឹងទៅស្វែងរកនិមិត្តនោះក៏ទេដែរហើយក៏គ្មាននរណាម្នាក់មកប្រាប់ដល់គេក៏ទេដែរប៉ុន្តែនិមិត្តនោះឯងមកដល់កន្លងនៃចិត្តរបស់គេព្រះគុណម្ចាស់នាគសេនចិត្តដែលយល់សពឃើញនោះដឹងឬទេថាផលយ៉ាងនេះជាភាពសប្បាយរីករាយក្តីជាភ័យក្តីនឹងកើតឡើងសូមថ្វាយប្រពោចិត្តដែលយល់សពឃើញនោះមិនដឹងទេថាផលយ៉ាងនេះជាភាពសប្បាយរីករាយក្តីជាភ័យក្តីនឹងកើតឡើងប៉ុន្តែនៅពេលនិមិត្តកើតឡើងហើយគេក៏ទៅប្រាប់អ្នកដទៃអ្នកទាំងនោះនឹងប្រាប់ផលពីនិមិត្តឲ្យគេស្ដាប់ព្រះគុណម្ចាស់នាគសេនសូមមេត្តាធ្វើឲ្យខ្ញុំព្រះករុណាបានមើលឃើញដោយហេតុផលផងចុះសូមថ្វាយប្រពោព្រះបីដូចនៅពេលជំងឺសើស្បែកប្រភេទជាអុចកន្ទួលខ្មៅកើតឡើងទំហំប៉ុនគ្រាប់ល្ងកើតឡើងក្នុងរាងកាយដើម្បីភាពមានលាភក្តីដើម្បីភាពចុះខ្សោយនៃលាភក្តីដើម្បីភាពមានយុះក្តីដើម្បីភាពចុះខ្សោយនៃយុះក្តីដើម្បីបានទទួលការនន្ទាក្តីដើម្បីបានទទួលការសរសើរក្តីដើម្បីបានសេចក្តីសុខក្តីដើម្បីបានសេចក្តីទុក្ខក្តីសូមថ្វាយប្រពោប៉ុន្តែកន្ទួលខ្មៅទាំងនោះដឹងថាពួកយើងនឹងធ្វើផលឈ្មោះនេះឲ្យកើតឡើងដូចនេះហើយទើបកើតឡើងឬយ៉ាងណាមិនមែនទេព្រះគុណម្ចាស់គឺពួកអ្នកទស្សទាយនិមិត្តឃើញកន្ទួលខ្មៅក្នុងឱកាសដែលកើតឡើងហើយក៏នាំគ្នាព្យាករទៅថានឹងកើតផលយ៉ាងនេះឡើងសូមថ្វាយប្រពោមហាបពិតឧបមាយ៉ាងណាឧបមាក៏យ៉ាងនោះដែរចិត្តដែលយល់សពឃើញនោះពុំដឹងទេថាផលយ៉ាងនេះដែលជាភាពខ្សែមខ្សានក្តីជាភ័យក្តីនឹងកើតឡើងប៉ុន្តែនៅពេលនិមិត្តកើតឡើងហើយគេក៏ទៅប្រាប់អ្នកដទៃអ្នកទាំងនោះ
ក៏នឹងប្រាប់ពីផលដែលកើតពីនិមិត្តនោះឲ្យគេស្ដាប់ ព្រះគុណម្ចាស់នាគសេនអ្នកណាយល់សពអ្នកនោះរមែងយល់សពខណៈកំពុងលងលកឬខណៈកំពុងភ្ញាក់ សូមថ្វាយប្រពោអ្នកដែលយល់សពនោះមិនបានយល់សពខណៈកំពុងលងលក់ហើយក៏មិនបានយល់សពខណៈកំពុងភ្ញាក់ដែរប៉ុន្តែរមែងយល់សពក្នុងរវាងដែលមានភាពងោកងុយឈានចុះមកនៅមិនទាន់ដល់ភវាំងសូមថ្វាយប្រពោចិត្តរបស់អ្នកដែលមានភាពងោកងុយកើតឡើងរមែងដល់ភវាំងចិត្តដែលដល់ភវាំងរមែងប្រព្រឹត្តទៅដោយជាវិថីចិត្តដែលមិនប្រព្រឹត្តទៅរមែងមិនដឹងសុខនឹងទុក្ខបុគ្គលដែលមានចិត្តដែលមិនដឹងសុខនឹងទុក្ខរមែងមិនយល់សពនៅពេលចិត្តប្រព្រឹត្តទៅដោយជាវិថីទើបគេយល់សពឃើញបានសូមថ្វាយប្រពោមហាបពិតប្រៀបបីដូចក្នុងទីដែលងងឹតពុំមានពន្លឺស្រមោលរមែងមិនបង្ហាញក្នុងកញ្ចក់ទោះបីកញ្ចក់នោះស្អាតល្អក្តីយ៉ាងណានៅពេលចិត្តមានការងោកងុយកើតឡើងដល់ភវាំងហើយទោះបីនៅមានជីវិតនៅឡើយក្នុងសរីរៈគឺមានតែចិត្តទេដែលមិនប្រព្រឹត្តទៅដោយជាវិថីចិត្តដែលមិនប្រព្រឹត្តទៅរមែងពុំមានការយល់សពយ៉ាងនោះដែរសូមថ្វាយព្រះពរគូឃើញសរីរៈប្រៀបដូចជាកញ្ចក់គូឃើញភាពងោកងុយប្រៀបដូចភាពងងឹតគូឃើញចិត្តដូចភាពភ្លឺយ៉ាងនោះចុះសូមថ្វាយព្រះពរម្យ៉ាងវិញទៀតប្រៀបបីដូចពន្លឺព្រះអាទិត្យដែលត្រូវពពកបិទបាំងរមែងមិនបង្ហាញរស្មីព្រះអាទិត្យនោះដែលកំពុងមាននោះឯងតែមិនប្រព្រឹត្តទៅនៅពេលរស្មីព្រះអាទិត្យមិនប្រព្រឹត្តទៅភាពភ្លឺក៏កើតឡើងមិនបានយ៉ាងណាចិត្តរបស់បុគ្គលដែលមានភាពងោកងុយកើតឡើងរមែងដល់ភវាំងចិត្តដែលដល់ភវាំងរមែងមិនប្រព្រឹត្តទៅនៅពេលចិត្តមិនប្រព្រឹត្តទៅរមែងមិនយល់សពយ៉ាងនោះដែរសូមថ្វាយព្រះពរគូឃើញសរីរៈប្រៀបដូចព្រះអាទិត្យគូឃើញភាពងោកងុយប្រៀបដូចពពកគូឃើញចិត្តប្រៀបដូចរស្មីព្រះអាទិត្យយ៉ាងនោះចុះសូមថ្វាយព្រះពរចំពោះបុគ្គលពីរប្រភេទចិត្តរមែងមិនប្រព្រឹត្តទៅក្នុងសរីរៈទោះបីមាននៅឡើយក្តីនិងមានជីវិតនៅឡើយគឺអ្នកដែលមានភាពងោកងុយកើតឡើងរហូតច្រត់ដល់ភវាំងចិត្តរមែងមិនប្រព្រឹត្តទៅក្នុងសរីរៈទោះបីមាននៅឡើយក្តីសូមថ្វាយព្រះពរចិត្តរបស់អ្នកដែលភ្ញាក់រមែងជាធម្មជាតិដែលច្របូកច្របល់ជាច្បាស់មិនមែនជាចិត្តប្រចាំនិមិត្តរមែងមិនដល់កន្លងនៃចិត្តរបស់បុគ្គលដែលជាយ៉ាងនេះសូមថ្វាយព្រះពរព្រះបីដូចមនុស្សម្នាចង់រក្សាទុកការសម្ងាត់រមែងជៀសវាងបរោះដែលជាមនុស្សបើកចំហជាមនុស្សជាច្បាស់ជាមនុស្សលាក់កិរិយាទុកមិនបានជាអ្នកទុកការសម្ងាត់មិនបានយ៉ាងណាសូមថ្វាយព្រះពរផលជាទឹករមែងមិនចូលដល់កន្លងនៃបុគ្គលអ្នកភ្ញាក់យ៉ាងនោះដែរព្រោះហេតុនោះអ្នកដែលភ្ញាក់ទៅមិនយល់សពសូមថ្វាយព្រះពរព្រះបីដូចកុសលពោធិបក្កយធម៌ទាំងឡាយរមែងមិនចូលដល់ភិក្ខុដែលមានអាជីវៈខូចបង់គ្មានអាចារៈសេពគប់មនុស្សអាក្រក់ជាមិត្តទ្រុសិលខ្ជិលច្រអូសមានការព្យាយាមអន់យ៉ាងណាសូមថ្វាយព្រះពរផលដែលជាទឹកក៏រមែងមិនចូលដល់កន្លងនៃបុគ្គលអ្នកភ្ញាក់នោះយ៉ាងនោះដែរព្រះគុណម្ចាស់នាគសេនមិត្តភក្តិភាពងោកងុយមានខាងដើមកណ្ដាលខាងចុងឬយ៉ាងណាសូមថ្វាយព្រះពរពិតមែនមិត្តភក្តិភាពងោកងុយមានខាងដើមកណ្ដាលខាងចុងព្រះគុណម្ចាស់នាគសេនអ្វីជាខាងដើមអ្វីជាកណ្ដាលអ្វីជាខាងចុងសូមថ្វាយព្រះពរភាពតូតុននៃកាយភាវៈដែលកាយអន់កម្លាំងទន់ខ្សោយមិនគួរដល់ការងារចាត់ទុកជាខាងដើមនៃមិត្តភក្តិសូមថ្វាយព្រះពរភាវៈដែលលក់ភ្ញាក់លាយគ្នាដោយការដេកលក់នៃស្វាចាត់ទុកជាកណ្ដាលនៃមិត្តភក្តិសូមថ្វាយព្រះពរការដល់ភវាំងចាត់ទុកជាខាងចុងនៃមិត្តភក្តិសូមថ្វាយព្រះពរអ្នកដែលចូលដល់កណ្ដាលនៃមិត្តភក្តិលងលក់ដោយស្វាដេកលក់រមែងយល់សពបានសូមថ្វាយព្រះពរព្រះបីដូចអ្នកប្រព្រឹត្តសង្រួមមានចិត្តតាំងមាំមានធម៌តាំងនៅបានមានគំនិតមិនវិលវល់នៅកណ្ដាលព្រៃដែលលះ
ដែលលះនៅសំឡេងកោឡាហល់ហើយរមែងគិតដល់អែតដល់សុខុមបាន ហើយនៅទីនោះគេរមែងមិនឈានទៅរកភាពងក់ងុយនៅទីនោះគេមានចិត្តតាំងមាំដោយល្អហើយរមែងយល់ធ្លុះធ្លេអែតដល់សុខុមបានយ៉ាងណាសូមថ្វាយប្រពរបុគ្គលដែលកំពុងភ្ញាក់ប៉ុន្តែប្រកបដោយភាពងក់ងុយដល់នៅមធ្យជាកណ្ដាលគេងលក់ប្រៀបដោយស្វាដេកលក់រមែងយល់សពបានយ៉ាងនោះដែរសូមថ្វាយប្រពរគូឃើញការភ្ញាក់ចាត់ទុកដូចសំឡេងកោឡាហល់គូឃើញការលងលក់ដោយការដេកលក់របស់ស្វាថាប្រៀបដូចព្រៃស្ងាត់គូឃើញបុគ្គលដែលកំពុងភ្ញាក់ប៉ុន្តែប្រៀបដោយភាពងក់ងុយដល់នៅមធ្យជាកណ្ដាលលងលក់ដោយស្វាគេងលក់រមែងយល់សពបានថាប្រៀបដោយបុគ្គលដែលលះសំឡេងកោឡាហល់លះភាពងក់ងុយជាកណ្ដាលឧបេក្ខារមែងយល់ចាក់ធ្លុះអែតដល់សុខុមបានយ៉ាងនោះដែរផងចុះ ល្អមែនព្រះគុណម្ចាស់នាគសេនខ្ញុំព្រះករុណាសូមទទួលយកនៅពាក្យតាមដែលលោកម្ចាស់បានពោលមកនេះចប់សុពិណបញ្ហាទី5